មើលទៅសាមញ្ញតែនៅពីក្រោយភួងមួយនេះគឺជាពេលវេលាការអត់ធ្មត់និងសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសិល្បៈបុរាណខ្មែរបងប្អូនទាំងអស់គ្នាការតូចរាប់រយត្រូវបានក្រងដោយដៃម្ដងមួយដោយយកចិត្តទុកដាក់ដែលចង់ឲ្យវប្បធម៌ជាតិរបស់យើងនៅរស់រវើកនិងមិនរសាយទៅតាមពេលវេលាបងប្អូនដឹងអត់ភូមិមួយនេះខ្ញុំធ្វើសម្រាប់បូជាព្រះនិងសម្រាប់គោរពអ្វីដែលបុព្វបុរសដូនតាខ្មែររបស់យើងបានបន្សល់ទុកដោយដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងមិនមែនម៉ាស៊ីនមិនមែនរហ័សគឺមានតែចិត្តនិងស្នាដៃតែប៉ុណ្ណោះបងប្អូនសាកសម័យមើលបើថ្ងៃណាមួយមនុស្សយើងឈប់ធ្វើការងារបែបនេះវប្បធម៌របស់យើងនឹងសល់តែរូបភាពក្នុងអតីតកាលដូច្នេះសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសអភិរក្សបន្តបើសិនជាបងប្អូនទាំងអស់គ្នាចង់គាំទ្រសូមបងប្អូនទាំងអស់គ្នាជួយខមមិនបេះដូងម្នាក់មួយមកណាហើយកុំភ្លេចជួយ share ដើម្បីឲ្យវប្បធម៌សិល្បៈខ្មែររបស់យើងនៅគង់វង្សឋិតថេរជារៀងរហូតថ្ងៃនេះខ្ញុំបានបញ្ចប់កម្រងផ្កាមួយភួងដែលខ្ញុំបានធ្វើដោយដៃផ្ទាល់រាល់ផ្កាតូចៗដែលបានយកមកក្រងសុទ្ធតែមានអត្ថន័យនិងការយកចិត្តទុកដាក់បងប្អូននេះគឺជារបៀបនៃការធ្វើរំយោលធំគឺជារំយោលដែលនៅខាងក្រោមភួងហើយថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើរំយោលធំម្ដងមួយបើសិនជាបងប្អូនចង់ដឹងតោះមកទស្សនាវីដេអូនេះជាមួយខ្ញុំពីដើមរហូតដល់ចប់ទាំងអស់គ្នាណាជាដំបូងបងប្អូនទាំងអស់គ្នាត្រូវរៀបចំផ្កាឲ្យបានស្អាតជាមុនសិនបន្ទាប់មកបងប្អូនទាំងអស់គ្នាដោតម្ដងមួយទៅតាមផ្កាដែលយើងស្រឡាញ់និងចូលចិត្តបើបងប្អូនទាំងអស់គ្នាចង់បានស្វាយសុទ្ធក៏បានចង់បានសសុទ្ធក៏បានប៉ុន្តែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំជ្រើសរើសយកការលាយពណ៌គឺពណ៌សនិងពណ៌ស្វាយហើយពណ៌ស្វាយគឺខ្ញុំអត់បានជ្រៀកទេគឺខ្ញុំដាក់ទាំងមូលតែម្ដងចំណែកឯពណ៌សគឺខ្ញុំជ្រៀកម្ដងមួយបន្ទាប់មកគឺខ្ញុំផ្គុំចូលគ្នាហើយទើបខ្ញុំដោតវាជាខ្សែបងប្អូនបន្ទាប់ពីយើងបានដោតសម្រងភួងខាងក្រោមនឹងរួចហើយគឺយើងត្រូវចងភួងហ្នឹងជាដុំសិនហើយមុននឹងចងបងប្អូនទាំងអស់គ្នាត្រូវរៀបភួងផ្កាឲ្យបានស្រស់ស្អាតជាមុនសិនមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់គឺយើងចាប់ខ្សែនីមួយឲ្យបានស្មើគ្នាទាំងខាងលើនិងខាងក្រោមបន្ទាប់មកយកខ្សែមួយទៀតដើម្បីចងរឹតកភួងហ្នឹងឲ្យវាស្អាតដើម្បីឲ្យរំយោលខាងក្រោមរបស់យើងមើលទៅប៉ោងហើយមើលទៅកោងនិងក្របស្អាតបងប្អូនហើយថ្ងៃនេះខ្ញុំធ្វើចំនួន9ខ្សែបន្ទាប់ពីបានធ្វើរួចហើយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការចងភួងនីមួយបញ្ចូលគ្នាបងប្អូននៅក្នុងភួងផ្កាមួយគឺសុទ្ធតែមានផ្នែកសំខាន់ដូចជាសម្រងភួងផ្នែកខាងក្រោមដែលខ្ញុំកំពុងតែចងនេះបងប្អូនហ្នឹងហើយគឺគេហៅថាសម្រងធំបានន័យថាសម្រងដែលយើងចងនៅខាងក្រោមភ្ជាប់ជាមួយនឹងភួងផ្កាហើយយើងត្រូវចងម្ដងមួយត្រូវរឹតវាសន្សឹមមិនមែនរឹតវឹបភ្លាមទេណាបងប្អូនកាលណាដែលយើងរឹតខ្លាំងយកភ្លាមតែម្ដងគឺវាអាចនឹងតាក់ជាមួយនឹងស្រទាប់ផ្កាធ្វើឲ្យដាច់ស្រទាប់ផ្កាហើយមើលទៅផ្ការបស់យើងអត់មានសោភ័ណភាពទេដូច្នេះបងប្អូនទាំងអស់គ្នាត្រូវចងរយកចិត្តទុកដាក់ចងភ្នំសិនចាំយើងរឹតវាតាមក្រោយហើយពេលដែលយើងរឹតជៀសវាងកុំឲ្យខ្សែតាក់ជាមួយនឹងស្រទាប់ផ្កាមិនអញ្ចឹងផ្ការបស់យើងគឺមើលទៅរត់ខុសជួរបែកផ្កាហើយអត់ស្អាតទេបងប្អូនចងសន្សឹមម្ដងមួយហើយចាំយើងរឹតវាបងប្អូនការធ្វើកម្រងផ្កានីមួយគឺត្រូវចំណាយទាំងពេលវេលាចំណាយទាំងកម្លាំងចិត្តបើមិនដូច្នោះទេគឺយើងមិនអាចធ្វើកម្រងផ្កាមួយដែលមានភាពស្រស់ស្អាតបានទេបងប្អូនបន្ទាប់ពីយើងចងសម្រងធំហើយគឺយើងត្រូវចងរំយោលធំខាងក្រោមភ្ជាប់ជាមួយនឹងសម្រងធំបងប្អូនចង្កោមវែងដូចជាកន្ទុយកំប្រុកនៅខាងក្រោមហ្នឹងគឺយើងហៅថារំយោលធំហើយមុននឹងភ្ជាប់រំយោលធំហ្នឹងទៅនឹងកភួងយើងត្រូវចងសម្រងធំដែលស្ថិតនៅផ្នែកខាងក្រោមនៃភួងហ្នឹងឲ្យបាន
មាំជាមុនសិនរួចហើយយើងយកខ្សែរំយោលភួងធំខាងក្រោមហ្នឹងយកមកភ្ជាប់ជាមួយនឹងសម្រងភួងតាមក្រោយបងប្អូនគឺយើងធ្វើបែបនេះម្ដងមួយតាមជំហានតាមដំណាក់កាលគេហៅថា step by step បងប្អូនបន្ទាប់ពីចងរឹតផ្នែកខាងមុខហើយយើងត្រូវកន្លះភួងហ្នឹងចងរឹតផ្នែកខាងក្រោយយើងត្រូវចងទាំងខាងមុខនិងចងទាំងខាងក្រោយដើម្បីឲ្យរំយោលភួងរបស់យើងហ្នឹងស្មើស្អាតនៅពេលដែលយើងកាន់គឺរំយោលធំឬក៏រំយោលផ្នែកខាងក្រោមហ្នឹងវាធ្លាក់ត្រង់ចុះមកក្រោមមកបងប្អូនបើមិនជាយើងចងតែម្ខាងហើយយើងអត់កន្លះទេគឺរំយោលហ្នឹងវាអត់ធ្លាក់មកត្រង់ស្មើស្អាតទេបងប្អូនវាមើលទៅវិចឬមើលក៏បាសទៅម្ខាងនឹងហើយបន្ទាប់ពីយើងចងភ្ជាប់គ្នាជាមួយនឹងសម្រងធំហើយគឺយើងត្រូវកាត់ខ្សែអំបោះដែលនៅសល់ហ្នឹងចេញសិនបងប្អូនបន្ទាប់ពីយើងបានកាត់ហើយបងប្អូនគឺសម្រងរបស់យើងគឺមើលទៅលក្ខណៈស្អាតស្មើជ្រិញតែម្ដងបងប្អូនអត់មានវាចអត់មានបាសទៅម្ខាងទេគឺរំយោលរបស់យើងគឺត្រង់ស្អាតស្មើហើយភួងផ្ការបស់យើងគឺមើលទៅប្រណិតបែបនេះបងប្អូនហើយភួងដែលខ្ញុំកំពុងកាន់នៅក្នុងដៃនេះគឺយើងហៅថាភួង VIP ភួងធំ size L ហើយក្នុងមួយខ្សែគឺខ្ញុំដោតចំនួន44គ្រាប់បងប្អូនភួងផ្កានេះមិនត្រឹមតែសម្រាប់លម្អប៉ុណ្ណោះទេប៉ុន្តែវាជាសញ្ញានៃការគោរពសេចក្តីសុចរិតនិងជំនឿសាសនាផងដែរដែលយើងទាំងអស់គ្នាតែងតែយកទៅបូជាព្រះនៅថ្ងៃបុណ្យដ៏សំខាន់មួយចំនួនដូចជាបុណ្យមាឃបូជាចូលឆ្នាំខ្មែរវិសាខបូជាភ្ជុំបិណ្ឌហើយយើងក៏សង្កេតឃើញវត្តមានផ្កាដ៏ស្រស់ស្អាតនេះនៅក្នុងពេលវេលានៃការថត pre-wedding របស់កូនកំលោះកូនកំមុំនៅមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរសម្រាប់ខ្ញុំការក្រងផ្កាមិនមែនជាការងារតែប៉ុណ្ណោះទេប៉ុន្តែជាសិល្បៈជាចំណេះដឹងជាមរតកវប្បធម៌ដែលខ្ញុំចង់អភិរក្សបន្ត